រឿងខ្លីដំរីប្រយុទ្ធជាមួយខ្លានៅក្នុងព្រៃធំមួយមានដំរីមួយឈ្មោះដំរីភ្លុចដែលរស់នៅក្នុងព្រៃជាមួយគ្រួសារវាស្ងប់ស្ងាត់ស្រឡាញ់ធម្មជាតិនិងជួយសត្វផ្សេងៗជានិច្ចថ្ងៃមួយព្រលឹមខ្យល់ខ្លាំងក៏មានខ្លាមួយក្បាលឈ្មោះខ្លាកាចចិនមករកអាហារខ្លានេះឃើញកូនដំរីកំពុងលេងជាមួយបក្សីតូចៗហើយចាំចាប់កូនដំរីជាអាហារខ្លាកាចឆែកផ្លោងចេញថ្ងៃនេះខ្ញុំនឹងចាប់អាហាររសជាតិដូចកូនដំរីកូនដំរីខ្លាចច្រេះហើយរត់ទៅរកឪពុកវាដំរីភ្លុចឈរតាំងមុខយ៉ាងក្លាហានកុំប៉ះកូនអញព្រៃនេះគឺដីរស់របស់គ្រប់សត្វទាំងអស់ខ្លាដណ្ដើមងៀមហើយលោតចូលវាយដំរីភ្លុចប្រើខ្លួនធំរបស់វាជំពុលដីធ្វើឲ្យដីញ័រខ្លាស្ទើរខ្វាក់តាក់ក៏វាត្រឡប់មកវិញដំរីប្រើត្រចៀកធំដាក់ខ្លាខណៈពេលដែលខ្លាវាយដោយក្រចកមុតស្រួចការប្រយុទ្ធកាន់តែខ្លាំងបក្សីកង់គោលនិងសត្វរាល់ប្រភេទរត់គេចទាំងអស់ចុងក្រោយដំរីធំប្រើភ្លុកដ៏ខ្លាំងមួយបុកដើមឈើធំឲ្យបាក់ធ្លាក់ចំខ្លាស្ទើរត្រូវប៉ុន្តែវារត់គេចបានហើយព្រមព្រៀងថាពីថ្ងៃនេះទៅខ្ញុំនឹងមិនប៉ះពាល់ទៅសត្វដដែលទៀតទេសត្វទាំងអស់នៅក្នុងព្រៃមកអបអរសាទរដំរីធំដំរីភ្លុចទ្រាំឪពុកនិងនិយាយថាឪពុកជាវីរបុរសព្រៃនាព្រៃស្ងប់ស្ងាត់វិញសត្វទាំងអស់រស់រួបរวมព្រៃคล้ายជាគ្រួសារធំមួយជាថ្មី